ស្អីរបស់យើងបានកាត់បន្តនៅពេលដែលតួឯករបស់យើងស្រវឹងគាត់និយាយរឿងច្រើនបន្តិចដោយមុខមាត់របស់គាត់គឺឡើងពណ៌ក្រហមក្រោយមកទៀតពួកប្រមាប់បាននិយាយថាមិនអនរណាម្នាក់មើងងាយតួឯកប្រុសយើងបានឡើយព្រោះពួកគាត់បានចាប់ទុកតួឯកប្រុសយើងគឺជាប្អូនប្រុសធម៌របស់គាត់ក្រោយមកទៀតពួកគេបានផឹកដោយការសន្យាគ្នាទៅវិញទៅមកនៅពេលតួឯកប្រុសលើកដាច់អត្តកកមានអីមុខឡើងក្រហមដោយគាត់បានស្រែកថា ក្រមកតួឯកប្រុសរបស់យើងបានរត់ទៅរកទឹកដើម្បីបញ្ចុះកម្ដៅនៅក្នុងខ្លួនពួកគេបានពិភាក្សាគ្នាពេញមួយយប់ដោយនិយាយអំពីការពេញចិត្តតួឯកប្រុសរបស់យើងសេរីរបស់យើងបានកាត់បន្តនៅពេលព្រឹកឡើងតួឯកប្រុសរបស់យើងបានតាំងសមាធិដើម្បីស្វែងរកកម្លាំងធាតុជីដែលនៅក្នុងខ្លួនរបស់គាត់ដោយគាត់បាននិយាយថាគាត់នឹងធ្វើឲ្យការខិតខំប្រឹងប្រែងមួយនេះទទួលបានភាពជោគជ័យដោយការខិតខំប្រឹងប្រែងរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃពីមួយយប់ទៅមួយយប់នៅពេលនោះហើយដែលធ្វើឲ្យតួឯកប្រុសរបស់យើងអាចប្រើប្រាស់កម្លាំងធាតុជីបានបន្តិចបន្តួចនិងគ្រប់គ្រងកម្លាំងធាតុជីនៅលើដៃរបស់គាត់ហើយគាត់បន្ថែមទៀតថាគាត់នឹងក្លាយជាអ្នកដែលចេះវេទមន្តបន្ទាប់មកទៀតសេរីរបស់យើងបានកាន់មកពេលថ្ងៃដោយតួឯកប្រុសរបស់យើងអង្គុយឆ្ងល់អំពីប្រភេទអង្ករដែលកម្រដោយអង្ករនេះក៏ឲ្យឈ្មោះថា Spirit Rye តួឯកប្រុសរបស់យើងមិនដឹងថាញ៉ាំវាដោយរបៀបណាទេដោយសារវាមានតែមួយគ្រាប់បន្ទាប់មកក៏យកអង្ករតែមួយគ្រាប់នឹងដាក់ចូលទៅក្នុងឆ្នាំងដែលក៏បានរើសនៅថ្ងៃមុនហើយនៅពេលនោះអភូតហេតុក៏បានកើតឡើងដោយឆ្នាំងដែលតួឯកប្រុសរបស់យើងបានដាក់អង្ករចាប់ដើមបញ្ចេញនូវពន្លឺនៅពេលដែលតួឯកប្រុសរបស់យើងបានបើកគម្របឆ្នាំងស្រាប់តែឃើញពន្លឺពណ៌មាសបានភ្លឺយ៉ាងចាំងចិញ្ចែងចិញ្ចាចក្រោយមកទៀតសេរីរបស់យើងបានបង្ហាញអំពីតួឯកប្រុសរបស់យើងបានញ៉ាំអាហារសម្រក់យោពួកប្រមាប់បាននិយាយថាពូនប្រុសយើងមើលតើឯងពិតជាក្លៀងខ្លាំងណាស់យើងខានឃើញឯងពី3ថ្ងៃមកហើយដោយពួកគេបានបន្ថែមទៀតថាពូនប្រុសឯងពិតជាខ្លាំងមែនដែលឯងសម្រេចបាននៅការបង្រួមឈីនៅកម្រិតទី1ដោយតួឯកប្រុសរបស់យើងបាននិយាយថាបងប្រុសសម្រាប់អាហារនេះពិតជាឆ្ងាញ់មែនទែនខ្ញុំស្ទើរតែមិនហ៊ានញ៉ាំវាចូលពោះឡើយព្រោះអង្ករនេះគឺជាអង្ករដែលកម្រហើយមានពន្លឺចែងចាំងចេញពីអង្ករនឹងផងដែរពេលនឹងពួកប្រមាប់ពិតជាសើចយ៉ាងខ្លាំងដោយឆ្ងល់ថាមានពន្លឺអីគេដោយសារពួកគាត់ធ្វើម្ហូបយូរហើយមិនដែលឃើញមានពន្លឺចេញពីអង្ករនោះទេហើយប្រមាប់បានបន្ថែមទៀតថាដោយសារតែពួកអញហៅខ្លាំងពេកហើយបានជាសម័យឃើញរឿងតែប្រទេសតែផ្ដាស់ក្រោយមកតួឯកប្រុសរបស់យើងបានសម័យបកទៅខាងក្រោយដែលគាត់ពិតជាបានឃើញអង្ករនោះមានពន្លឺដោយប្រមាណមួយទៀតបាននិយាយអំពីការចម្រាញ់ធាតុអ៊ីលីសាដោយមានសំណាក់មួយនៅលើភ្នំ Ferren Cloud ដោយនៅទីនោះគេបានផ្ដោតសំខាន់ទៅលើអ្នកដែលមានចំណេះដឹងក្នុងការចម្រាញ់រុក្ខជាតិអ្នកដែលមានចំណេះដឹងខាងផ្នែកបង្កើតអាវុធឬក៏កែច្នៃវត្ថុបុរាណអ្នកដែលចេះគ្រប់គ្រងវិញ្ញាណឬប្រើប្រាស់ថាមពលវិញ្ញាណបន្ទាប់ពីប្រមាថរបស់យើងរ៉ាចប់តួឯកប្រុសរបស់យើងបានគេងឲ្យគិតអំពីថាមពលនៃវិញ្ញាណទាំងអស់ហ្នឹងខណៈពេលហ្នឹងស្អីរបស់យើងបានកាត់ឲ្យឃើញបរិសម្នាក់ដែលអ្នកទាំងអស់គ្នាបានស្គាល់គាត់រួចមកហើយគាត់គឺជាស៊ូបាខៃចាប់ពីវគ្គនេះតទៅខ្ញុំសូមហៅគាត់ប្រូខៃហ្នឹងណាដោយប្រូខៃរបស់យើងគាត់នៅចាំសង្កេតមើលតួឯកប្រុសរបស់យើងនៅខាងក្រៅសំណាក់មហូបហើយមិនមែនតាមមួយថ្ងៃទេបងប្អូនជាច្រើនថ្ងៃហើយចាំរហូតដល់ផ្ដាសាយហើយគាត់បាននិយាយថាពេលវេលាមួយបានមកដល់គាត់នឹងកម្ចាត់មនុស្សទាំងអស់នៅទីនេះសូម្បីតែសត្វមូសក៏មិនឲ្យរួចខ្លួនផងដែរហើយសេរីរបស់យើងបានកាត់បន្តឲ្យឃើញតួឯកប្រុសរបស់យើងដែលគាត់បាននិយាយថាដោយគាត់មិនអាចលាក់ខ្លួននៅទីនេះបានរហូតនោះទេនៅពេលនោះតួឯកប្រុសរបស់យើងបានចាប់គម្ពីរហើយរៀនក្បាច់គុនឈីនៅកម្រិតទី2ដោយការហាត់របស់គាត់គឺមិនងាយស្រួលទេបាទស្រែកផ្អើលភូមិហែកជើងហែកដៃហ្នឹងដោយជិតកន្លែងហ្នឹងគឺអត់សូវមានអីច្រើនទេមានតែការហាត់ក្បាច់គុនឈីរបស់តួឯកប្រុសរបស់យើងហើយនៅពេលដែលគាត់ហាត់ក្បាច់គុនឈីគាត់អាចប្រមូលផ្ដុំបានថាមកពលឈីមួយដុំដាក់នៅក្នុងដៃរបស់គាត់សេរីរបស់យើងមិនកាត់បន្តនៅពេលព្រឹកដោយប្រមាថរបស់យើងគឺរអ៊ូខ្លាំងមែនទែនដោយសារយប់មិញគាត់អត់បានគេងព្រោះតួឯកប្រុសរបស់យើងស្រែកពេញមួយយប់ហើយសេរីរបស់យើងបានបង្ហាញអំពីតួឯកប្រុសរបស់យើងអាចដាក់ថាមពលឈីនៅលើដាវរបស់គាត់ហើយពេលហ្នឹងក៏មានបាតុភូតដ៏ចម្លែកដែលមានថាមពលមួយបានចេញពីឆ្នាំងខ្ទះរបស់គាត់ហើយថាមពលដែលចេញពីខ្ទះហ្នឹងចាប់ផ្ដើមស្រូបកម្លាំងធាតុឈីដែលចេញពីក្នុងខ្លួនរបស់តួឯកប្រុសយើងខណៈពេលដែលស្រូបរួចហើយស្រាប់តែសក់របស់តួឯកប្រុសរបស់យើងចាប់ផ្ដើមប្ដូរពណ៌ពីពណ៌ខ្មៅក្លាយជាពណ៌សហើយមិនត្រឹមតែប្ដូរពណ៌តែប៉ុណ្ណោះទេមានការជ្រុះផងដែរសក់របស់គាត់នឹងហើយតួឯកប្រុសរបស់យើងចាប់ផ្ដើមភ័យខ្លាំងដោយគាត់បាននិយាយថាតើជីវិតរបស់គាត់ត្រូវអនុសាការហាត់ក្បាច់គុនឈីនេះឬតួអង្គប្រុសរបស់យើងភ័យឡើងស្លេកមុខលោតប្រកាច់ប្រកាន់ឲ្យស្រែកយកទៅមែនទែន
ដោយអាការៈរបស់គាត់ពេលនេះគឺភ័យអស់សង្ឃឹមគ្មានកម្លាំងនៅក្នុងខ្លួនទៀតទេហើយពេលនោះដែរគាត់បានបន្ទោសទៅកាន់ឆ្នាំងនៅមុខគាត់ដោយសារគ្រប់យ៉ាងគឺមកពីអាឆ្នាំងឈួតហ្នឹងឯងនៅពេលដែលតួឯកប្រុសរបស់យើងនិយាយបែបហ្នឹងស្រាប់តែឆ្នាំងហ្នឹងប្រែទៅជាតូចហើយលោតមកចូលនៅក្នុងដៃរបស់គាត់បន្ទាប់មកប្រមាថបានមកដល់ហើយហៅតួឯកប្រុសរបស់យើងចេញមកក្រៅមកអាប្អូនប្រុសមកស្រូបយកខ្យល់អាកាសដោយតួឯកប្រុសរបស់យើងរត់មួយទំហឹងចេញទៅខាងក្រៅហើយគាត់បានស្រែកយ៉ាងខ្លាំងៗថាប្រុសខៃឯងចាប់ចេញមកក្រៅមកចេញមកប្រយុទ្ធគ្នាជាមួយយើងហើយក៏បានបន្ថែមទៀតថាឯងចាប់ចេញមកដើម្បីប្រយុទ្ធស្លាប់រស់ជាមួយនឹងយើងនៅពេលដែលតួឯកប្រុសរបស់យើងបែរចុះឡើងគឺអត់មានប្រុសខៃនៅទីនោះទេពេលហ្នឹងតួឯកប្រុសរបស់យើងបានអង្គុយយ៉ាងអស់សង្ឃឹមហើយនិយាយថាខ្ញុំប្រហែលជាត្រូវបងជីវិតដាក់កំសត់នៅកន្លែងនេះហើយដោយតួឯកប្រុសរបស់យើងអង្គុយយ៉ាងអស់សង្ឃឹមហើយស្ងៀមស្ងាត់ពេលហ្នឹងដោយសារតែប្រមាបានឃើញតួឯកប្រុសរបស់យើងរៀងអស់សង្ឃឹមគាត់បាននិយាយលេងជាមួយនឹងតួឯកប្រុសរបស់យើងហើយលើកទឹកចិត្តទៅកាន់តួឯកប្រុសរបស់យើងហើយគាត់បាននិយាយទៀតថាគ្មានជីវិតណាដែលកំសត់ទេជីវិតតែរស់នៅគឺសុបាយហើយបន្ទាប់មកគាត់បានបបួលតួឯកប្រុសរបស់យើងទៅផ្សារដើម្បីទិញម្ហូបជាមួយនឹងគាត់សម្រាប់ធ្វើម្ហូបញ៉ាំបាយនៅពេលល្ងាចនេះនៅពេលដែលតួឯកប្រុសរបស់យើងបានលើទឹកចិត្តរបស់គាត់ចាប់ផ្ដើមកម្រើកហើយទឹកមុខរបស់គាត់ចាប់ផ្ដើមផ្លាស់ប្ដូរដោយសារតែពាក្យប្រមាថនិយាយលើទឹកចិត្តទៅកាន់គាត់សេរីរបស់យើងបានកាត់បន្តនៅថ្ងៃបន្ទាប់ប៉ុន្តែគាត់ចាប់ផ្ដើមនិយាយពាក្យសម្ដីប្លែកៗជាមួយនឹងប្រមាថដែលគាត់បាននិយាយអំពីការបែកបាក់នៅពេលហ្នឹងមាននារីម្នាក់បានរកមកប្រាប់ប្រមាថយើងនៅព័ត៌មានមួយដែលអាក្រក់ដោយបានប្រាប់ថាចានឆ្នាំងនៅផ្ទះបាយមួយចំនួនត្រូវបានចោរលួចអស់ហើយប្រមាថបាននិយាយថាអីគេសេរីរបស់យើងបានបន្តនៅផ្ទះដេញថ្លៃរបស់ត្រកូលហូដោយនៅទីនោះមានមនុស្សដេញថ្លៃជាច្រើនដោយនៅទីនោះភាគច្រើនសម្បូរទៅដោយគ្រឿងធ្វើម្ហូបហើយអ្នកដេញថ្លៃទាំងអស់ហ្នឹងក៏មានតួឯកប្រុសរបស់យើងនៅក្នុងមួយដែរហើយតួឯកប្រុសរបស់យើងបានដេញថ្លៃជាមួយនឹងគេប៉ុន្តែនៅពេលដែលគេចាប់ដើមដេញថ្លៃតួឯកប្រុសរបស់យើងបានលើកកញ្ចប់លុយឡើងលើស្រាប់តែគេដេញគាត់ចេញក្រៅហាងព្រោះលុយគាត់អត់គ្រប់នៅពេលដែលតួឯកប្រុសរបស់យើងដកលុយរបស់គាត់មកមើលស្រាប់តែមានបរិសុទ្ធម្នាក់រត់មកបុកគាត់ហើយធ្វើឲ្យគាត់ជ្រុះត្បូងមួយពេលហ្នឹងក៏មានបរិសុទ្ធម្នាក់ដើរមកចិនត្បូងរបស់គាត់ហើយបាននិយាយថែមទៀតថាហេអាក្មេងក្របាយស៊ីឈុនដោយបរិសុទ្ធហ្នឹងមានតែគេឆ្ងាយទេបើគឺប្រូខៃយើងនឹងឯងបាទដោយប្រូខៃបាននិយាយមើលងាយតួឯកប្រុសរបស់យើងជាខ្លាំងហើយយើងមើលទៅឯងពិតជាភ័យខ្លាំងណាស់ហើយប្រូខៃរបស់យើងបានបន្ថែមទៀតថាហេតុអ្វីបានដៃរបស់ឯងញ័រឬក៏មកពីដាវឈើនៅវាធ្ងន់ពេកដោយតួឯកប្រុសរបស់យើងត្រូវបានក្នុងពាក្យមើលងាយរបស់ប្រូខៃតួឯកប្រុសរបស់យើងចាប់ដើមលើកដាវដើម្បីវាប្រហារទៅប្រូខៃប៉ុន្តែដោយប្រូខៃក៏មានគ្នាបន្ថែមមកពីអ្នកទៀតទាំងអស់3នាក់ពេលដែលប្រូខៃចង់ទះតួឯកប្រុសរបស់យើងស្រាប់តែបាទហើយតួឯកប្រុសរបស់យើងរត់លបឿនលឿនមែនទែនឡើងទៅលើភ្នំវិញហើយគាត់ស្រែកហៅប្រមាថឲ្យមកជួយគាត់ហើយប្រូខៃក៏ដេញតាមពីក្រោយគាត់ផងដែរពេលហ្នឹងក៏មានដាវមួយបានហោះមកជិតកាត់ប្អូនប្រុសតូចរបស់គាត់តួឯកប្រុសរបស់យើងឡើងគាំងនៅមួយកន្លែងដោយស្នាដៃដាវហោះហ្នឹងគឺមកពីគ្នាប្រូខៃយើងហ្នឹងឯងសេរីរបស់យើងបានបង្ហាញអំពីប្រមាថបានរត់មកជួយតួឯកប្រុសរបស់យើងប៉ុន្តែក៏មានគ្នាប្រូខៃនៅចាំស្កាក់ប្រមាថផងដែរពេលហ្នឹងប្រមាថហើយនៅគ្នាប្រូខៃចាប់ដើមវាប្រហារគ្នាដោយប្រមាថប្រើខ្ទះជាអាវុធហើយគ្នារបស់ប្រូខៃគឺប្រើដាវជាអាវុធអូខ្ញុំភ្លេចណែនាំពីគ្នារបស់ប្រូខៃគាត់ឈ្មោះចាន់ហ្វៃបើយើងមើលមកកាន់តួឯកប្រុសរបស់យើងប្រូខៃចាប់ដើមយកដាវឈើរបស់គាត់វាប្រហារមកកាន់តួឯកប្រុសរបស់យើងនៅពេលដែលវាប្រហារមកកាន់តួឯកប្រុសរបស់យើងតួឯកប្រុសរបស់យើងភ័យមែនទែនប៉ុន្តែគាត់ចាប់ដើមបញ្ចេញបែកគុណដែលគាត់បានហាត់រៀននៅខ្លួនឯងដោយប្រើប្រាស់ធម៌ពលឈីនៅក្នុងខ្លួនដើម្បីគ្រប់គ្រងដាវមួយនោះហើយសេរីរបស់យើងបានកាត់បន្តទៅកាន់ប្រមាថដោយគ្នារបស់ប្រូខៃចាប់ដើមរត់ទៅរកប្រូចាន់ហ្វៃដើម្បីប្រាប់ថាមានមនុស្សស្លាប់ហើយពេលហ្នឹងប្រមាថហើយនឹងប្រូចាន់ហ្វៃចាប់ដើមផ្អាកប្រយុទ្ធគ្នាហើយគេបានរត់ទៅមើលដែលប្រមាថបានភ័យយ៉ាងខ្លាំងដោយគិតថាតួឯកប្រុសរបស់យើងគឺជាអ្នកស្លាប់ហើយប្រមាថបានស្រែករកតួឯកប្រុសរបស់យើងស្រាប់តែពេលនោះប្រមាថបានមើលទៅកាន់បរិសុទ្ធម្នាក់ដែលកំពុងតែដេកដីហើយក៏មើលទៅកាន់តួឯកប្រុសរបស់យើងដោយតួឯកប្រុសរបស់យើងកំពុងតែវាយប្រូខៃបាទប្រូខៃនៅពីក្រោមហើយតួឯកប្រុសរបស់យើងនៅពីលើហើយប្រូខៃត្រូវបានតួឯកប្រុសរបស់យើងវាយចង់ងាប់ចង់រស់ហើយនោះហើយប្រូខៃចាប់ដើមស្រែកឲ្យបងប្រុសច្បងរបស់គេនឹងជួយគេផងដោយសារតួឯកប្រុសរបស់យើងចេះគ្រប់គ្រងធម៌ពលឈីហើយនឹងប្រើប្រាស់ធម៌ពលឈីដើម្បីវាយប្រហារមកកាន់ប្រូខៃនៅពេលដែលតួឯករបស់យើងបានវាយទៅកាន់ប្រូខៃហើយស្រាប់តែស្នាមនៅដៃរបស់គាត់ដែលសរសេរពាក្យថាស្លាប់បានរលប់ចេញពីដៃរបស់គាត់ក្រោយមកប្រមាថបាននិយាយថាប្អូនប្រុសឯងពិតជាខ្លាំងមែនទែនដែលអាចធ្វើរឿងបែបហ្នឹងបានពេលនោះប្រមាថម្នាក់ទៀតបាននិយាយទៅកាន់តួឯកប្រុសរបស់យើងតើឯងបានបង្កើតថ្នាំជីវិតអមតៈឬហើយតួឯកប្រុសរបស់យើងបាននិយាយថារឿងរ៉ាវគឺវាវែងឆ្ងាយខ្លាំងណាស់សេរីរបស់យើងក៏មិនបានប្រាប់នៅរឿងរ៉ាវអ្វីដែរ
ហើយខណៈពេលហ្នឹងក៏មានជួងមួយបន្លឺចេញពីលើភ្នំឡើងហើយនៅទីនោះគេបាននិយាយអំពីការសាកល្បងសមត្ថភាពនៃសិស្សក្បាច់គុណពីសំណាក់ផ្សេងៗហើយពួកប្រូម៉ាប់ក៏បានលើកទឹកចិត្តឲ្យតួឯកប្រុសរបស់យើងបានទៅចូលរួមនៅទីនោះដោយតួឯកប្រុសរបស់យើងបានសម្រេចចិត្តថានឹងចូលរួមនៅទីនោះដើម្បីគាត់មានឱកាសក្នុងការរៀនអំពីសមត្ថភាពទាំង3យ៉ាងដោយសមត្ថភាពទាំង3ហ្នឹងគឺមានពីភាគមួយដែលយើងបាននិយាយហើយតួឯកប្រុសរបស់យើងបានលាប្រូម៉ាប់ទាំងអាឡ័យហើយគាត់បានបែរត្រឡប់មកក្រៅវិញប្រាប់ថាគាត់នឹងមកសំណាក់បាយនឹងម្ដងទៀតសូមប្រូម៉ាប់ហើយនឹងបងប្អូនទាំងអស់គ្នានៅចាំគាត់ផងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ភាគ2របស់យើងគឺចប់តែប៉ុណ្ណឹងបើសិនបើបងប្អូនចង់តាមដានភាគបន្តហើយនឹងបន្តទៀតបងប្អូនអាចចុច like ចុច subscribe ហើយវាយកណ្ដឹងមួយដើម្បីបានវីដេអូថ្មីៗមុនគេអរគុណ